រឿងវិញ្ញាណឃាតករក្នុងផ្ទះបោះបង់ចោលកាលពីជាង50ឆ្នាំមុននៅជាយក្រុងមួយដ៏ស្មុគស្មាញមានផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងដែលមើលទៅគួរឲ្យខ្លាចសូម្បីតែពេលថ្ងៃគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជិតវាឡើយបន្ទាប់ពីរឿងរ៉ាវដ៏សាហាវយំឃ្នងមួយបានកើតឡើងនៅទីនោះគេបាននិយាយតគ្នាថាផ្ទះនោះធ្លាប់ជាកម្មសិទ្ធិរបស់លោក Frank ជាបុរសចំណាស់ម្នាក់ដែលរស់នៅតែម្នាក់ឯងលោក Frank គឺជាមនុស្សចម្លែកបន្តិចគាត់ចូលចិត្តនៅតែឯងហើយកម្រនឹងចិញ្ចឹមណាស់អ្នកភូមិខ្លះគិតថាគាត់មានលុយច្រើនប៉ុន្តែគាត់មិនដែលបង្ហាញពីទ្រព្យសម្បត្តិរបស់គាត់ឡើយថ្ងៃមួយមានក្រុមចោរ3នាក់បានលបចូលផ្ទះគាត់នៅពាក់កណ្ដាលយប់ដើម្បីលួចទ្រព្យសម្បត្តិពួកគេបានវាយសម្លាប់លោក Frank យ៉ាងសាហាវខុសខើហើយបានយកទ្រព្យសម្បត្តិទាំងអស់ទៅបាត់ក្រោយមកប៉ូលីសបានរកឃើញសាកសពរបស់គាត់តែមិនអាចរកឃើញក្រុមចោរនោះឡើយចាប់តាំងពីពេលនោះមកផ្ទះនោះត្រូវបានបង្វឹងចោលហើយរឿងរ៉ាវខ្មោចលំក៏ចាប់ផ្ដើមលេចលឺឡើងអ្នកភូមិបានអះអាងថាពួកគេបានឃើញស្រមោលបុរសចំណាស់ដើរនៅក្នុងផ្ទះនៅពេលយប់ហើយឮសំឡេងយំធ្ងន់ដ៏គួរឲ្យខ្លាចខ្លះទៀតថាពួកគេបានឃើញឈាមហូរតាមជញ្ជាំងផ្ទះនៅពេលខ្លះៗផងដែរយប់មួយដ៏ស្ងាត់ជ្រងំលោកដាវីតអ្នកស៊ើបអង្កេតអាថ៌កំបាំងដែលល្បីខាងការមិនជឿរឿងខ្មោចបានសម្រេចចិត្តទៅស្នាក់នៅក្នុងផ្ទះនោះដើម្បីបង្ហាញថារឿងខ្មោចលងទាំងអស់គ្រាន់តែជារឿងគូកុហកគាត់បានរៀបចំឧបករណ៍ថតសំឡេងកាមេរ៉ានិងពិលហើយបានចូលទៅក្នុងផ្ទះនោះដោយភាពក្លាហានពេលគាត់បោះជំហានចូលទៅក្នុងផ្ទះអារម្មណ៍ត្រជាក់ស្រេកបានរត់ពេញខ្លួនទូលីនិងខប់វេបក្របបត់ណតបគ្រប់ទីកន្លែងគាត់បានជិះផតាមកថតវីដេអូនិងថតរូបគ្រប់ជ្រុងនៃផ្ទះពេលគាត់ដើរទៅដល់បន្ទប់ទទួលភ្ញៀវគាត់បានឃើញស្នាមឈាមក្រហមស្ងួតនៅនឹងកម្រាលឥដ្ឋដែលធ្វើឲ្យគាត់ព្រឺសម្បល់បន្តិចគាត់គិតថាវាប្រហែលជាឈាមសត្វឬឈាមចាស់ពីយូរណាស់មកហើយពេលគាត់ដើរចូលបន្ទប់គេងលោកដាវីតមានអារម្មណ៍ថាមានអ្វីយ៉ាងកំពុងសម្លឹងមើលគាត់បានឆ្លុះទៅជុំវិញបន្ទប់ប៉ុន្តែមិនឃើញអ្វីសោះស្រាប់តែទ្វារបន្ទប់បានបិទគប់ដោយខ្លួនឯងធ្វើឲ្យយកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានព្យាយាមបើកទ្វារប៉ុន្តែទ្វារហាក់ដូចជាជាប់គាំងរំពេចនោះសំឡេងខ្សឹបខ្សៀវដ៏ត្រជាក់បានបន្លឺឡើងនៅក្បែរត្រចៀករបស់គាត់ថាឯងមិនអាចចេញទៅណាបានទេលោកដាវីតចាប់ផតាមកភ័យស្លន់ស្លោគាត់បានឮសំឡេងមនុស្សដើរនៅជាន់ខាងលើគាត់បានរត់ទៅកាន់បង្អួចហើយព្យាយាមបើកទ្វារប៉ុន្តែបង្អួចក៏ជាប់គាំងដូចគ្នាសំឡេងក្រហមនិងសំឡេងរបស់របរធ្លាក់បានលាន់ឮពីបន្ទប់ផ្សេងទៀតភ្លាមនោះមានស្រមោលខ្មៅងងឹតមួយបានលេចចេញនៅពីមុខគាត់វាមិនមានរូបរាងច្បាស់លាស់ទេគ្រាន់តែជាម៉ាស់ដ៏ខ្មៅងងឹតដែលអណតែតលើអាកាសស្រមោលនោះបានចាប់ផតាមករំកិលមកប្រកបយឺតលោកដាវីតមានអារម្មណ៍ថាដង្ហើមរបស់គាត់ដាច់ហើយបេះដូងរបស់គាត់លោកងប់ញ័រស្រមោលនោះបានខិតកាន់តែជិតហើយគាត់អាចមើលឃើញភ្នែកក្រហមឆៅពីគូនៅចំកអណតាឡាក់ស្រមោលនោះសំឡេងស្រែកធ្ងន់ដ៏គួរឲ្យខ្លាចបានបន្លឺឡើងហើយសីតុណ្ហភាពក្នុងបន្ទប់បានធ្លាក់ចុះយ៉ាងគំហុកលោកដាវីតបានស្រែកឡើងហើយព្យាយាមរត់គេចប៉ុន្តែជើងរបស់គាត់ហាក់ដូចជាជាប់គាំងនឹងកម្រាលឥដ្ឋស្រមោលនោះបានលោកដៃខ្មៅងងឹតមករកគាត់ហើយគាត់ក៏បាត់បង់ស្មារតីពេលព្រឹកឡើងប៉ូលីសបានរកឃើញលោកដាវីតដេកសន្លប់បាត់ស្មារតីនៅក្នុងផ្ទះនោះគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយមិនអាចនិយាយអ្វីបានឡើយគាត់បានត្រឹមតែសម្លឹងមើលពីដានដោយភ្នែកទទេហើយពងរតំពីស្រមោលខ្មៅឈាមនិងសំឡេងខ្សៀមគាត់បានខ្លាចជាមនុស្សឆ្កួតហើយមិនដែលជាសះស្បើយឡើយរឿងរ៉ាវរបស់លោកដាវីតបានបន្ថែមទៅលើភាពអាថ៌កំបាំងនិងភាពភ័យរន្ធត់របស់ផ្ទះចាស់នោះកាន់តែខ្លាំងគ្មាននរណាម្នាក់ហ៊ានចូលទៅជិតផ្ទះនោះទៀតឡើយអ្នកភូមិបានបន្តនិយាយតគ្នាថាវិញ្ញាណរបស់លោក Frank នៅតែលងបន្លាចអ្នកណាដែលហ៊ានចូលទៅក្នុងផ្ទះរបស់គាត់ផ្ទះនោះបានក្លាយជារបស់អាថ៌កំបាំងដ៏គួរឲ្យខ្លាចមួយក្នុងភូមិនោះជារៀងរហូតរឿងនេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទអ្នកមួយផងណាសូមអរគុណ